ជំរាបសួរលោកយាយលោកតាអំពូមីមីងពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំបានមកដល់ផ្សារក្រោមនៅខេត្តសៀមរាបដើម្បីទិញសំបុត្រឡាននៅក្រុមហ៊ុនរថយន្តក្រុង Capital សំបុត្រឡានទិញបានហើយពីខេត្តសៀមរាបទៅខេត្តពោធិ៍សាត់តម្លៃ$11នេះគឺរថយន្ត VIP ត្រៀមចេញដំណើរចំណែកខ្ញុំមិនមែនទេខ្ញុំគឺជិះ25កៅអីព្រោះឡាន25កៅអីនេះគឺ direct ផ្ទាល់ពីសៀមរាបទៅដល់ពោធិ៍សាត់នៅក្នុងដែរក៏បានសកួរសភៅមួយក្បាលទុកគ្រាន់មើលលេងពេលអបសុកជិះនៅលើឡានរយៈពេលយូរដែរគឺយើងត្រូវធ្វើដំណើររយៈពេល5ម៉ោងម៉ោង1កន្លះរសៀលយើងចេញដំណើរអញ្ចឹងទាំងការឈប់នៅតាមផ្លូវហើយនឹងបន្តដំណើររហូតដល់ទីតាំងគោលដៅម៉ោង6កន្លះចំណាយពេលអស់5ម៉ោងឥឡូវសូមមកស្រាយចម្ងល់ហើយប្រកាសជាមានពុកម៉ែបងប្អូនឆ្ងល់តែម្ដងបើក្បាលវីដេអូភ្លាមគឺមកទិញសំបុត្រឡានហើយគេទៅពោធិ៍សាត់នឹងមានការអីមានកម្រងអីទៅដើរលេងឬក៏ទៅមានធរៈអ្វីចាខ្ញុំខ្លួនឯងហ្នឹងក៏អត់មានកម្រងគិតទុកជាមុនហើយក៏មិនបាននឹកស្មានថាសម្រាប់ចិត្តលឿនដល់ថ្នាក់នេះនោះទេអញ្ចឹងលើកនេះតើទៅធ្វើអីចាសូម្បីតែខ្ញុំខ្លួនឯងផ្ទាល់ហ្នឹងក៏អត់មានចម្លើយដែរថាខ្ញុំទៅធ្វើអីនិយាយលេងទេគឺដោយសារតែការនឹករលឹកហើយម្យ៉ាងក៏ទំនេរទាំងអស់គ្នាបងស្រីអត់ទំនេរទេតែខ្ញុំបានទំនេរដោយសារតែខ្ញុំការងារដើរភ្ញៀវចំណែកឯបងស្រីវិញគឺ4-5 ឆ្នាំហើយគាត់នៅខាងក្រៅមកការសំណងអញ្ចឹងគាត់អត់សូវបាននៅផ្ទះទេតែឆ្នាំនេះគាត់ចង់នៅផ្ទះហើយធ្វើស្រែចម្ការដាំដំណាំដាំដុះជុំវិញផ្ទះបែកគ្នាយូរក៏នឹកប្អូនហើយខលមកលេងប្អូនហើយក៏ប្រាប់ប្អូនថាបងកំពុងតែរៀបចំច្រូតឥឡូវស្រូវប្រមូលផលហើយគាត់ជួនខ្ញុំគ្រាន់តែឮថាបងច្រូតប្រមូលស្រូវហើយក៏ទំនេរផងនឹងក៏ដាក់មេប្រូចបដោយខលកក់សម្បត្តិឡានក្រុង Capital ហើយសម្បត្តិឡានក៏មិនថ្លៃដែរអាចនិយាយថាចំណាយបានអញ្ចឹងអត់រងចាំយូរទេគ្រាន់តែដាក់ទូរស័ព្ទចុះម៉ោង9ព្រឹកម៉ោង1កន្លះហ្នឹងគឺខលប្រាប់បងថាបងឥឡូវខ្ញុំរៀបចំចេញដំណើរហើយចាំទទួលខ្ញុំផងរ៉ៃរ៉ាប់អស់មកសបកធំឥឡូវមកដល់រង្វង់មូលលោកតាដំបងកញ្ញងហើយលោកតាអើយកូនចៅសូមបួងសួងពីចម្ងាយនៅលើឡានសូមថែរក្សាការពារឲ្យកូនចៅសុខសប្បាយតាមផ្លូវទាំងទៅទាំងមកកូនចៅថ្វាយអង្គមលាឡានក្រុងបើកល្បឿនតិចតិចចាធ្វើឲ្យយើងអាចទស្សនាទៅបដិមាលោកតាដំបងក្រញូងមួយជុំតែម្ដងលោកតាមានមាឌធំសម្បើមអស្ចារ្យសូមជួយការពារថែរក្សាប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឥឡូវបានសុខសប្បាយមកដល់ហើយអញ្ចឹងក៏ដល់ម៉ោងចូលដេកហើយដែរចាំជួបគ្នានៅព្រឹកស្អែកភ្លាមឡើងក៏ងើបនៅតែក្រោយគេបងងើបទៅមុនអស់លេងគាត់ងើបទៅស្រោចដំណាំដាំដុះគាត់ជុំវិញផ្ទះខ្ញុំក្រោកមកនឹងក៏បានដើរមើលតិចតួចដែរហើយក៏ទៅមើលគាត់នៅឯចំការខាងក្រោយឃើញគាត់ចិញ្ចឹមមាន់ចិញ្ចឹមអីនោះទៀតចាមាន់ច្រើនណាប៉ុន្តែខ្ញុំថតបានតែប្លង់មាន់កូនមាន់តូចតាចនេះទេនិយាយទៅបងប្អូនរដូវកាលនេះគឺចូលដល់រដូវវស្សាហើយអញ្ចឹងគឺនៅជុំវិញផ្ទះបងស្រីគឺមានវាលស្រែពណ៌ខៀវស្រងាត់ហើយដីរបស់គាត់ទើបតែចាក់ថ្មីប៉ុន្តែគាត់មិនទំនេរដៃដាក់ដាំសពគ្រប់មុខដំណាំហើយមានចេកល្ហុងដូងស្វាយពីពេញលើផ្ទៃដីអត់ឲ្យសល់សោះចាំមើលតែឆ្នាំក្រោយគឺខ្ញុំមានឱកាសត្រូវមកទៀតហើយបងឃើញប្អូនមកដល់ក៏បញ្ញាប់លាងដៃលាងជើងហើយក៏បបួលប្អូនថាប្អូនតោះទៅផ្សារមិនមែនផ្សារធំទេគឺនៅក្នុងភូមិនឹងឯងហើយក៏ឃើញម៉ូតូគេលក់សាច់គោណាពុកម៉ែបងប្អូនហើយគោខ្មែរកាប់ភ្លាមចេញពីទិញសាច់មកក៏មកទិញបន្លែនៅនឹងតូបប៉ុន្តែបងប្អូនខ្ញុំអត់បានទៅថតបន្លែទេមិនដឹងជាពេលនឹងយ៉ាងម៉េចដែរបែរជាមកថតឆ្កែនេះទៅវិញពេលដែលអង្គុយមើលវីដេអូឡើងវិញខ្ញុំក៏ឆ្ងល់ខ្លួនឯងដែរថាហេតុអីបានជាខ្ញុំទៅថតឆ្កែទៅវិញតែប្រហែលជាពេលហ្នឹងខ្ញុំមានអារម្មណ៍ថាវាស្លូតមែនតើវាអត់ព្រុសទេដូចចឹងហើយជាចំណូលចិត្តដែលខ្ញុំស្រឡាញ់សត្វផងគឺវាតាក់ទាញធ្វើឲ្យខ្ញុំចង់ថតបានបន្លែបានសាច់ហើយគឺយកទៅទុកនៅផ្ទះសិនទុកធ្វើម្ហូបពេលថ្ងៃត្រង់ហើយក៏នាំគ្នាចេញដើរមកស្រែព្រោះស្រែនៅអត់ឆ្ងាយពីផ្ទះទេនៅជិតនឹងឯងមិនដល់1គីឡូដីផងហ្នឹងអញ្ចឹងហើយដើរពេលព្រឹកក៏ដូចជាហាត់ប្រាណដែរបងដើរទៅអស់ហើយនៅសល់តែខ្ញុំនៅម្នាក់ឯងដើរថតវាស្រែព្រោះឃើញថាស្រូវទុំពណ៌លឿងច្រាល់ស្អាតណាស់ពុកម៉ែបងប្អូនខ្ញុំចូលចិត្តទេសភាពវាស្រែបែបនេះមែនតើកសិកម្មយើងបច្ចុប្បន្ននេះគឺគេលែងប្រើដៃហើយភាគច្រើនគឺគេប្រើគ្រឿងយន្តមានអត្រាភ្ជួរដី
ចាហើយមានគោយន្តដឹកជញ្ជូនអញ្ចឹងស្រូវដែលច្រូតហ្នឹងគឺគេច្រូតនឹងម៉ាស៊ីនហើយចំណែកឯខ្ញុំឯណានៅតែឆ្លក់បង្វែងនឹងធម្មជាតិដដែលតាមថនមេអំបៅទុំលើស្មៅចានិយាយពីស្មៅវិញលាស់ឲ្យខ្ចីតែម្ដងហើយនឹកឃើញថាបើសិនជាមានគោអីច្រូតយកទៅឲ្យគោស៊ីនេះប្រហែលជាវាឆ្ងាញ់មាត់ហើយមើលទៅហេតុតែបងស្រឡាញ់ប្អូនមិនឲ្យប្អូនចេញមកទេថាអូនឯងឈរនឹងមកលុបនឹងហើយខ្លាចប្អូននឹងស្រេកទឹកទៀតប្រាប់ឲ្យក្មួយនោះទៅទិញទឹកយកមកឲ្យប្អូនផឹកនិយាយពីថាបងស្រីខ្ញុំចិត្តបានណាហើយចិត្តបានទាំងអស់គ្នាតែម្ដងខ្ញុំទៅទីនោះបីដូចជាខ្ញុំត្រឡប់ទៅស្រុកកំណើតខ្ញុំដូច្នោះដែរឥឡូវកលេចមកមើលនេះគ្រាន់តែកលេចមកឆ្វាច់អស់ជាងមួយចង្ហៀងបាត់យ៉ាគេច្រូតលឿនរបស់គេច្រូតបានខ្លះហើយឥឡូវគេច្រកបានច្រើនក្រងរបស់គេហើយនេះលើកថ្លឹងដាក់ជីងគោយន្តនេះគាត់មកទិញដើម្បីសុំចែកពូជប្រហែលជាចិត្តមកតោនទុកធ្វើស្រូវពូជដាំឆ្នាំក្រោយទៀតព្រោះបងគាត់ដាក់ពូជល្អអញ្ចឹងទៅឥឡូវគាត់បានចែកពូជទៅខ្លះខ្ញុំសូមកោតសរសើរទឹកចិត្តហើយបងប្អូនកូនក្មួយរបស់បងស្រីមែនតែននិយាយរួមទៅគឺគាត់ស្រស់ដៃស្រស់ជើងគ្នាណាហើយក៏ជាទំនៀមទម្លាប់ប្រពៃណីខ្មែរយើងផងដែរការសាមគ្គីរួបរวมជួយជាកម្លាំងគ្នានឹងគ្រប់ស្រុកគ្រប់ខេត្តគ្រប់ភូមិហើយខ្ញុំសប្បាយចិត្តមែនតែនថាទៅខ្ញុំក៏ចង់ជួយពួកគាត់ដែរប៉ុន្តែខ្ញុំរៀងឆ្កងបន្តិចហើយក៏ការងារមិនសូវជារវល់ខ្លាំងបងថាមិនអីទេអូនឯងអង្គុយលេងទៅពិតជាលេងមែនអញ្ចឹងបានតែថតសកម្មភាពនៅការធ្វើការរបស់ពួកគាត់មើលទៅក្នុងវីដេអូក៏ពុកម៉ែបងប្អូនដឹងថាថ្ងៃក្តៅប៉ុណ្ណាដែរព្រោះពលឺច្បាស់ល្អខ្លាំងមែនតែនចាពួកគាត់ធ្វើបីតែនៅក្រោមកម្ដៅថ្ងៃក្តៅប៉ុន្តែគាត់ធ្វើការអត់មានយឺតយ៉ាវទេសស័កសស្រាំចាហើយស្រូវគឺលើកអាលាក់នឹងថ្ងៃតតែពេញបឹបអញ្ចឹងសម្រាប់ខ្ញុំអ្នកឈរមើលនឹងបងថាអើយថ្ងៃក្តៅហើយដល់ម៉ោងបាយថ្ងៃត្រង់ហើយមើលទៅផ្ទះទៅអីទៅឥឡូវខ្ញុំក៏ដើរមកផ្ទះមុនមកចាពីស្រែទៅផ្ទះមិនឆ្ងាយទេដើរតែ20នាទីក៏មកដល់ហើយអញ្ចឹងមិនទំនេរដែរទេថតទៀតថ្ងៃបន្តិចទៅម៉ួយស្រូវគេមកទិញស្រូវអញ្ចឹងស្រូវច្រូតពីស្រែមកនឹងគឺអស់ហើយក៏បានជូនមកទុកនៅក្នុងផ្លូវធំឥឡូវឈ្មួញក៏គេមកដល់ហើយដែរចាអញ្ចឹងគឺលើកមកក្រងថ្លឹងកត់យើងក៏កត់គេក៏កត់ហើយសរុបទាំងអស់តាំងពីស្រូវពូជដែលលក់ហើយនឹងលក់ឲ្យឈ្មួញនេះប្រហែលបាន7-2តោនដែរលក់ស្រូវបានលុយបងស្រីបបួប្អូនថាតោះអូនទៅលេងក្រុងប្អូននេះមិនរងចាំយូរចាបងអញ្ចឹងយើងក៏បានធ្វើដំណើរមកដល់ក្រុងបងថានាំខ្ញុំទៅមើលបូរីវប្បធម៌កោះសំពៅមាសចាដែលជាទីកន្លែងកំសាន្តរបស់ប្រជាពលរដ្ឋក្នុងតំបន់គឺមានភ្លើងពណ៌ចម្រុះគ្រប់ប្រភេទស្រស់ស្អាតណាស់នៅពេលរាត្រីតាក់ទងនឹងប្រវត្តិកោះសំពៅមាសនឹងផងដែរចាគឺមាននៅក្នុង Google យើងអាច search រកដើម្បីដឹងអំពីប្រវត្តិច្បាស់អញ្ចឹងនៅក្នុងប្រវត្តិដែលគេបាននិទានដំណើរតគ្នាមកនឹងថាកាលពីយូរលង់ណាស់មកហើយនឹងមានសំពៅមួយគ្រឿងបានបើកមកគឿងនៅលើទីនេះហើយក៏មិនបានបើកទៅណារួចទេក៏ជាប់គាំងនៅទីនេះលុះយូរទៅសំពៅដែលជាប់គាំងនឹងក៏បានคล้ายទៅជាដីពូនកើតជាកោះនេះឡើងទៅអ្នកស្រុកនាំគ្នាហៅកោះនេះថាកោះសំពៅមាសតែម្ដងទីតាំងកោះសំពៅមាសនឹងស្ថិតនៅចន្លោះមុខសាលាខេត្តពោធិ៍សាត់និងមន្ទីរពេទ្យបង្អែកសំពៅមាសហើយមានចម្ងាយនឹងពីគល់ស្ពានថ្មតាមផ្លូវលេខ101ប្រមាណតែ1គីឡូម៉ែត្រប៉ុណ្ណោះកោះសំពៅមាសនឹងត្រូវបានកែប្រែសភនភាពឡើងវិញក្រោមការយកចិត្តទុកដាក់ពីឋានៈដឹកនាំខេត្តនិងបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្រមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រដ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនកាលពីថ្ងៃទី10ខែមករាឆ្នាំ2009កន្លងទៅចាពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវបានមកដល់ចុងបញ្ចប់នៃវីដេអូហើយអរគុណសម្រាប់ការចំណាយពេលវេលាតាមដាននិងទស្សនាសូមជម្រាបលា